បាទសូមជម្រាបសួរពុកម៉ែបងប្អូនវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទថ្ងៃនេះបាទខ្ញុំមានពីរបៀបមួយបាទតាក់ទងនឹង Facebook ភាសាបងប្អូនអ្នកដែលមាន friend ច្រើនពេកណាយើងចង់ unfollow ឬក៏លុប friend លុបមិត្តភ័ក្តិណាដែលអត់មានសកម្មភាពឬក៏អត់លេងអញ្ចឹងណាបងប្អូនឬក៏គាត់លេងដែរលេងតិចតិចអញ្ចឹងឬក៏លេងយូរហើយអញ្ចឹងទៅបាទអញ្ចឹងដូច្នោះហើយបងប្អូនចង់ធ្វើការ unfriend ចោលអញ្ចឹងបងប្អូនអាចចូលទៅក្នុង Facebook បាទចូលទៅក្នុង Facebook មកបាទចំពោះការ unfriend នេះយើងមិនចេះតែ unfriend ទេបងប្អូនដោយសារយើងចង់ថា friend ណាដែលអត់មានសកម្មភាពឬក៏ friend ណាដែលអត់មានលេងមួយយើងសោះណាអញ្ចឹងបងប្អូនអាចចូលទៅកន្លែងឃើញត្រង់នេះមកបងប្អូនឃើញទេបាទរូបទាំងពីរនេះមកបន្ទាប់មកបងប្អូនឃើញដូចជាមាន friend ដែល confirm មកឬក៏ friend យើងច្រើនអញ្ចឹងបងប្អូនចង់យក friend ដែលថ្មីយើងចង់ confirm យក friend ដែលថ្មីអញ្ចឹងបងប្អូនចូលមកគឺយើងយកអត់បានទេដោយសារគេដាក់នេះបងប្អូនឃើញទេបានថា friend យើងមានកំណត់ហើយអញ្ចឹងបងប្អូនពិបាកមិនដឹងថា remove ឬក៏ unfollow friend មួយណាចេញអញ្ចឹងណាអញ្ចឹងបងប្អូនអាចឃើញត្រង់នេះមកឃើញពាក្យថាគ្រប់គ្រងឬភាសាអង់គ្លេសគេថា manage បាទអញ្ចឹងបងប្អូនចូលគ្រប់គ្រងនេះមកបន្ទាប់មកបងប្អូនឃើញកន្លែងនេះFacebook បានបង្ហាញនៅ friend យើងទាំងអស់បាទអញ្ចឹងបានថា friend ទាំងអស់នៅខាងក្រោមនេះគឺគាត់មានសកម្មភាពបានន័យថាគាត់កំពុងតែលេង Facebook នឹងគាត់អត់ទាន់បោះបង់ទេអញ្ចឹងបងប្អូនចូលទៅបងប្អូនឃើញពាក្យខាងលើ3នេះហ៎បាទឃើញដាក់បាទចុះបងប្អូនចូលទី1នេះបងប្អូនចូលទៅ unfriend ក្នុងនឹងក៏បានឬក៏គ្មានមិត្តភ័ក្តិនឹងគ្នានេះក៏បានអញ្ចឹងបងប្អូនអាចចូលទៅបានចូលទៅមើលបានបាទរងចាំប្រហែលជា slow បន្តិចបាទបងប្អូនឃើញទេបាទអញ្ចឹងបានថា friend ទាំងអស់នេះភាគច្រើនគាត់អត់សូវលេងជាមួយនឹងយើងឬក៏គាត់ឈប់លេងយូរហើយអញ្ចឹងណាអញ្ចឹងបងប្អូនចង់ដឹងឲ្យខ្ញុំចូលនេះអត់មាន profile នេះមួយក្មេងតូចនេះបាទខ្ញុំចូលមកបាទបងប្អូនអូសមកក្រោមបងប្អូនឃើញទេគាត់ឈប់លេងគាត់អត់លេងអ្វីសោះតែម្ដងបងប្អូនឃើញទេបាទអញ្ចឹងបានថា Facebook នេះបង្កើតឲ្យគឺគាត់អត់លេងវិញអញ្ចឹងបងប្អូនអាច unfriend ចោលអញ្ចឹងបានណាបាទអញ្ចឹងបងប្អូន unfriend នៅកន្លែងនេះឈប់ធ្វើជាមិត្តភ័ក្តិនេះក៏បានឬក៏ unfriend ពីអង់គ្លេសថា unfriend អញ្ចឹងបងប្អូន unfriend មកបាទអញ្ចឹងបងប្អូនរកទៀតក្នុងនោះបងប្អូន unfriend ចោលទាំងអស់ក៏បានដែរឬក៏បងប្អូនអត់ចង់ក៏បានគ្រាន់ខ្លះគាត់លេងដែរអញ្ចឹងណាចាំមើលខ្ញុំចូលខាងលើនេះបាទចាំមើលគាត់លេងអត់បាទបានន័យថាគាត់អត់លេងទេ Facebook នេះបងប្អូនមើលឃើញបាទអត់មានសកម្មភាពអីទេអញ្ចឹងយើងអាចunfriend គាត់បានអញ្ចឹងណាតែខ្ញុំអត់ unfriend ទេដោយសារខ្ញុំនឹង unfriend ពេលក្រោយទៀតហើយសូមអរគុណបងប្អូនអរគ្នាហើយចូលមកមើលវីដេអូរបស់ខ្ញុំនេះចំណាយពេលវេលាដ៏មានតម្លៃហើយកុំភ្លេចបងប្អូនសូមជួយ Subscriber Channel YouTube ខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណ